គ្រប់ជំនាញសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំសូមបង្ហាញជូនពុកម៉ែបងប្អូនទាំងអស់គ្នានៃការចាក់ស៊ីម៉ង់វិជ្ជសាស្ត្រចូលទៅក្នុងឆ្អឹងកងខ្នងដែលបាក់ស្រុតកើតលើមួយយាយគាត់ស្រុតឆ្អឹងកងខ្នងT11គាត់ស្រុតច្រើនខែហើយការឈឺចុកចាប់គាត់គឺខ្លាំងគាត់ពិបាកអង្គុយពិបាកដើរអញ្ចឹងជាសម្រាប់ចាត់ចាក់ស៊ីម៉ង់វិជ្ជសាស្ត្រចូលក្នុងឆ្អឹងកងខ្នងគាត់ដើម្បីកាត់បន្ថយនៃការឈឺចុកចាប់ធ្វើឲ្យឆ្អឹងកងខ្នងនឹងរឹងមាំហើយកាត់បន្ថយនៃការប្រើប្រាស់ថ្នាំពុកម៉ែបងប្អូនរូបក្នុងរង្វង់មូលបកក្រហមហ្នឹងជាស៊ីម៉ង់ដែលយើងបាញ់ចូលកាលយើងបាញ់ស៊ីម៉ង់ចូលម្ដងតិចអញ្ចឹងវាចាប់ពណ៌ឡើងពណ៌ខ្មៅអញ្ចឹងពុកម៉ែបងប្អូនហើយសូមពុកម៉ែបងប្អូនស្វែងយល់ទាំងអស់គ្នាពីដំណើរការនៃការចាក់ស៊ីម៉ង់វិជ្ជសាស្ត្រហ្នឹងបាទអរគុណពុកម៉ែបងប្អូនអរគ្នាកាត់បន្ថយការឈឺចុកចាប់និងធ្វើឲ្យឆ្អឹងកងខ្នងរឹងមាំតាមរយៈការចាក់ស៊ីម៉ង់វិជ្ជសាស្ត្រការចាក់បញ្ចូលស៊ីម៉ង់វិជ្ជសាស្ត្រនេះជាបច្ចេកទេសមួយដែលអនុវត្តដោយវេជ្ជបណ្ឌិតជំនាញតាមរយៈការចាក់បញ្ចូលឧបករណ៍តូចៗចូលទៅក្នុងឆ្អឹងកងខ្នងហើយបាញ់ស៊ីម៉ង់ចូលដោយមានការថតឆ្លុះផ្ទាល់ក្នុងកំឡុងពេលអនុវត្តទម្រង់ការដើម្បីធានាឲ្យបាននូវគុណភាពនិងសុវត្ថិភាពខ្ពស់ការចាក់ស៊ីម៉ង់វិជ្ជសាស្ត្រចូលក្នុងឆ្អឹងកងខ្នងនេះអនុវត្តទៅលើអ្នកជំងឺដែលមានបញ្ហាឆ្អឹងកងខ្នងពុកដោយធម្មជាតិឬបាក់ស្រុតដោយការប៉ះទង្គិចនិងឆ្អឹងកងខ្នងដែលរីកសាយភាយដោយសារជំងឺមហារីកក្រោយពេលចាក់រួចអ្នកជំងឺអាចធ្វើចលនាបានប្រសើរជាងមុននិងបន្ថយការឈឺចុកចាប់បានយ៉ាងល្អ